នៅពេលដែលយើងមាន switch បាទជាប្រភេទ manage switch ហើយ port នៅលើ manage switch របស់យើងមានល្បឿនត្រឹមតែ1 gigabit per second ទេប៉ុន្តែយើងចង់ឲ្យវាមានល្បឿនច្រើនជាង1 gigabit per second សម្រាប់ network traffic រវាង switch មួយនិង switch មួយទៀតដែលជាប្រភេទ manage switch ដូចគ្នាអញ្ចឹងយើងអាចប្រើ technology មួយគឺ aggregation ឬក៏ port channel ឬក៏ ether channel ហ្នឹងដើម្បី combine port ជាច្រើនឲ្យវាคล้ายទៅជា logical port មួយដែលមានល្បឿនគុណនឹងប្រមាណចឹងទៅឧទាហរណ៍ថាខ្ញុំមាន switch 2គ្រាប់ switch ទី1និង switch ទី2សុទ្ធតែជាប្រភេទ manage switch ហើយ port មួយគឺមានល្បឿនតាម1 gig ទេ1 gigabit per second ទេប៉ុន្តែខ្ញុំចង់ឲ្យល្បឿននៃការបញ្ជូនទិន្នន័យរវាង switch ទី1និង switch ទី2មានល្បឿន5 gigabit per second ទៅមកអញ្ចឹងខ្ញុំត្រូវប្រើប្រាស់5 port ខាង switch ទី1 5 port ខាង switch ទី2អញ្ចឹងនៅពេលដែលខ្ញុំភ្ជាប់5 port នឹងហើយខ្ញុំ apply បាទ ether channel ចូលទៅក្នុង port នឹង combine 5 physical port ខាងនេះនិង5 physical port ខាងនេះឲ្យវាคล้ายទៅជា one logical port នៅពេលដែលយើង combine ឲ្យคล้ายទៅជា one logical port ហើយវានឹងមានល្បឿននៃការបញ្ជូនទិន្នន័យរវាង switch ទី1និង switch ទី2ចំនួន5 gigabit per second បាទអត្ថប្រយោជន៍នៃការប្រើប្រាស់ ether channel combine port នេះមាន2សំខាន់ទី1បាទទី1គឺល្បឿននៃការបញ្ជូនទិន្នន័យគឺមានល្បឿនគុណចំនួន port ដែលយើង combine ចំណុចទី2ដែលជាអត្ថប្រយោជន៍មួយដែរបើសិនបើ5 port ហ្នឹងមាន port ណាមួយដាច់ឬក៏មាន port ណាមួយលបូតខ្សែឬក៏កដោកាត់អីផ្សេងៗវានៅតែដំណើរការដដែលសម្រាប់4 port ដទៃទៀតគ្រាន់តែថាល្បឿនវាចុះពី5 gigabit per second មកនៅសល់4 gigabit per second ទេអញ្ចឹងនេះជាអត្ថប្រយោជន៍នៃការប្រើប្រាស់ ether channel នៅក្នុងបណ្ដាញ network របស់យើងបាទអរគុណ